đây nè tỏ cái ní nè chỉ cả hai cho mình cái activate từ lời mà sân Samsung hai nè con đai nhôm nít cứ Galaxy M25 Ultra nè tỏ cái ní na để bạn tất cả bây giờ đó và có chỉตัวbạn là vẫnอยู่ตัวปลาvậy តាមមិនដែរសម្រាប់ M25 Ultra ការ set up មួយនេះខ្ញុំឃើញនៅចំណុចមួយនេះវារៀងខុសពីការ set up ទៅលើម៉ាស៊ីនផ្សេងៗដែលនៅក្នុងចំណុចនេះអ្នកទាំងគ្នាកាន់តែងាយស្រួលជាមួយនឹងការ set up ជាមួយ device ផ្សេងឬក៏អ្នកទាំងគ្នាចង់ set up manually ក៏បានដែរអ្នកអាចធ្វើការ set up manually បានគ្រាន់តែ tap លើវាមកបន្ទាប់មកវានឹងឲ្យអ្នកទាំងគ្នាជ្រើសរើសជាមួយនឹង Wi-Fi ដោយឡែកសម្រាប់ការជ្រើសរើសទៅលើ Wi-Fi ប្រសិនជាអ្នកទាំងគ្នាចង់ skip អូខេអ្នកទាំងគ្នាអាច skip បានប៉ុន្តែបើសិនជាអ្នកទាំងគ្នានៅទីតាំងដែល available ជាមួយ Wi-Fi អ្នកទាំងគ្នាគួរតែធ្វើការ connect ជាមួយនឹង Wi-Fi ក្នុងការ set up ម៉ាស៊ីនហ្នឹងពីការ set up ជាមួយនឹង Wi-Fi connection ហើយអ្នកទាំងគ្នាត្រូវរងចាំបន្តិចបន្ទាប់មកវានឹង load នៅផ្ទាំងថ្មីមួយដែលអ្នកទាំងគ្នាអាច check ជាមួយនឹង mobile network បានសម្រាប់ចំណុចមួយនេះអ្នកទាំងគ្នាគិតថា option 3ខាងលើអត់ចាំបាច់ទេអ្នកទាំងគ្នា tap មក option ចុងក្រោយនេះ set up letter in setting វានឹង load ផ្ទាំងឲ្យអ្នកទាំងគ្នារងចាំបន្តិចហើយវានឹង load នៅផ្ទាំងមួយទៀតតាក់ទងជាមួយនឹងការ copy data តែចំណុចនេះបើសិនជាអ្នកទាំងគ្នាអត់ត្រូវការ copy ទេគ្រាន់តែចុចពីថា don't copy មកវានឹង load នៅផ្ទាំងបែបនេះដែលអ្នកទាំងគ្នាត្រូវរងចាំបន្តិចហើយវានឹង load នៅផ្ទាំងថ្មីមួយទៀតដែលវាតម្រូវឲ្យអ្នកទាំងគ្នាធ្វើការ log in ជាមួយនឹង Gmail account ឬក៏ Google account របស់អ្នកទាំងគ្នានឹងអ្នកទាំងគ្នាគិតថាអត់ចង់ log ឥឡូវទេអ្នកទាំងគ្នាអាច tap ទៅលើពាក្យ skip បានហើយ skip ទៀតបន្តមកអ្នកទាំងគ្នាចុចពាក្យថា skip ទៀតនៅកន្លែងនេះ skip anyway ហើយ overmail ចុចថា accept ហើយរងចាំតិចទៀតវានឹង load នៅផ្ទាំងថ្មីបែបនេះតាក់ទងជាមួយនឹង Samsung account អ្នកទាំងគ្នាសម្រាប់ចំណុចមួយនេះវាតម្រូវឲ្យអ្នកទាំងគ្នា log ជាមួយនឹង Samsung account ដែលកន្លែងនេះអ្នកទាំងគ្នាអាចចុចទៅលើពាក្យថា forget ហើយអ្នកទាំងគ្នា set up letter in setting ហើយកន្លែងនេះអ្នកទាំងគ្នាចុចពាក្យថា skip បន្ទាប់មកអ្នកទាំងគ្នា select all ទៅលើ option ហ្នឹងហើយអ្នកទាំងគ្នាចុចពាក្យថា agree ហើយអ្នកទាំងគ្នាចុចពាក្យថា agree ចំណុចនេះគឺអ្នកទាំងគ្នាអាចជ្រើសរើសជាមួយនឹង display mode បានដែលវាមានពីរប្រភេទគឺ live mode ហើយនិង dark mode បន្ទាប់ពីអ្នកទាំងគ្នារួចរាល់អាចចុចពាក្យថា next បន្ទាប់មកវានឹង load នៅផ្ទាំងឲ្យអ្នកទាំងគ្នារងចាំបែបនេះមកវានឹង load នៅ recommend application គឺអ្នកទាំងគ្នាគ្រាន់តែ tap ទៅលើពាក្យ next មក yeah you are set up អញ្ចឹងអ្នកទាំងគ្នា tap ទៅលើពាក្យ home រួចរាល់សម្រាប់ការ activate ទៅលើ Galaxy phone នៅលើ M25 Ultra ការ update ហើយអ្នកទាំងគ្នាប្រកាសជាសង្កេតឃើញថាមាន application ថ្មីមួយចំនួនហើយអ្នកទាំងគ្នាអាច check ផ្ទាល់បានជាមួយនឹង M25 Ultra ដែលអ្នកទាំងគ្នាកំពុងតែកាន់ក្រុងដៃហ្នឹងបន្ថែមពីលើនេះទៀតអ្នកទាំងគ្នាក៏ទទួលបានជាមួយនឹង One UI 7ដែលវាជា firmware ថ្មីស្លាំងតែម្ដងដែលវាមកព្រមជាមួយនឹង M25 series សម្រាប់អ្នកដែលកំពុងតែប្រើប្រាស់ M25 series អ្នកទាំងគ្នាអាចតេស្តបានជាមួយនឹង One UI 7ហើយមាន feedback បែបណាអាច comment ខាងក្រោមវីដេអូបានអរគុណសម្រាប់ការតាមដានវីដេអូមួយនេះជួបគ្នានៅវីដេអូបន្ទាប់អរគុណ